ព្រះគម្ពីរទំនុកដំកើងជំពូកទី97ព្រះយេហូវ៉ាទ្រង់គ្រប់គ្រងគួរឲ្យផែនដីអសប្បាយឡើងគួរឲ្យពួកកោះដ៏មានជាច្រើនមានសេចក្តីអំណរដែរមានពពកនិងសេចក្តីងងឹតទាំងបាំងជុំវិញទ្រង់សេចក្តីសុចរិតនិងសេចក្តីយុត្តិធម៌ជាជើងថ្កល់បល្ល័ង្កទ្រង់មានភ្លើងចេញទៅនៅចំពោះទ្រង់ឆេះបំផ្លាញពួកដែលតតាំងនឹងទ្រង់នៅជុំវិញផ្លេចបន្ទោរបស់ទ្រង់ក៏បំភ្លឺលោកីផែនដីបានឃើញហើយញាប់ញ័រអស់ទាំងភ្នំបានរលាយទៅដូចជាក្រមួននៅចំពោះព្រះយេហូវ៉ាគឺនៅចំពោះព្រះអម្ចាស់នៃផែនដីទាំងមូលផ្ទៃមេឃប្រកាសប្រាប់ពីសេចក្តីសុចរិតរបស់ទ្រង់ហើយគ្រប់ទាំងសះបានឃើញសេរីល្អនៃទ្រង់សូមឲ្យអស់អ្នកដែលគោរពប្រតិបត្តិដល់រូបឆ្លាក់មានសេចក្តីខ្មាស់គឺជាពួកអ្នកដែលអួតពីរូបព្រះទាំងប៉ុន្មានណែព្រះទាំងឡាយចូលថ្វាយបង្គំដល់ទ្រង់ចុះអោព្រះយេហូវ៉ាអើយក្រុងស៊ីយ៉ូនបានលឺហើយក៏មានសេចក្តីអំណរពួកកូនស្រីនៃសាសយូដាបានរីករាយឡើងដោយព្រោះបញ្ញត្តិទាំងប៉ុន្មានរបស់ទ្រង់ត្បិតអោព្រះយេហូវ៉ាអើយទ្រង់ជាព្រះខ្ពស់បំផុតនៅលើផែនដីទាំងមូលទ្រង់ថ្កើងឡើងយ៉ាងវិសេសជាងអស់ទាំងព្រះអោពួកអ្នកដែលស្រឡាញ់ដល់ព្រះយេហូវ៉ាអើយចូលស្អប់ការអាក្រក់ចុះទ្រង់ទំនុកបំរុងព្រលឹងនៃអ្នកពួកអ្នកបរិសុទ្ធរបស់ទ្រង់ក៏ជួយគេឲ្យរួចពីកណ្ដាប់ដៃនៃពួកមនុស្សអាក្រក់មានពន្លឺបានសាបព្រោះទៅសម្រាប់មនុស្សសុចរិតនិងសេចក្តីអំណរសម្រាប់មនុស្សដែលមានចិត្តទៀងត្រង់អោមនុស្សសុចរិតអើយចូលមានសេចក្តីរីករាយក្នុងព្រះយេហូវ៉ាហើយអរព្រះគុណឲ្យជាទីរលឹកដល់សេចក្តីបរិសុទ្ធរបស់ទ្រង់ចុះទំនុកដំកើងជំពូកទី98ចូលច្រៀងបទថ្មីថ្វាយព្រះយេហូវ៉ាពីព្រោះទ្រង់បានធ្វើការយ៉ាងអស្ចារ្យព្រះហស្តស្ដាំនិងព្រះពិហុដ៏បរិសុទ្ធរបស់ទ្រង់បាននាំឲ្យទ្រង់មានជ័យជំនះព្រះយេហូវ៉ាទ្រង់បានសម្ដែងឲ្យស្គាល់សេចក្តីសង្គ្រោះរបស់ទ្រង់ទ្រង់ធ្វើឲ្យសេចក្តីសុចរិតរបស់ទ្រង់បានប្រកបច្បាស់នៅចំពោះភ្នែកនៃអស់ទាំងសះទ្រង់បាននឹងចាំពីសេចក្តីសប្បុរសនិងសេចក្តីស្មោះត្រង់របស់ទ្រង់ចំពោះវង្សអ៊ីស្រាអែលហើយអស់ទាំងចុងផែនដីបានឃើញសេចក្តីសង្គ្រោះរបស់ព្រះនៃយើងខ្ញុំចូលឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ាអោផែនដីទាំងមូលអើយចូលទំលាយច្រៀងដោយអំណរចូលច្រៀងសរសើរចុះចូលច្រៀងបទសរសើរថ្វាយព្រះយេហូវ៉ាតាមស៊ុងគឺដោយចាប់ស៊ុងហើយដោយសំឡេងដ៏ពីរោះដោយត្រែនិងសូរស្នែងផងចូលឡើងសំឡេងដោយអំណរនៅចំពោះព្រះយេហូវ៉ាដ៏ជាមហាក្សត្រចូលឲ្យសមុទ្រលាន់ឮរំពងព្រមទាំងរបស់សព្វសារពើដែលនៅក្នុងនោះហើយលោកីនិងអស់អ្នកដែលនៅលោកីផងចូលឲ្យអស់ទាំងទន្លេទះដៃហើយឲ្យភ្នំទាំងប៉ុន្មានច្រៀងជាមួយគ្នាដោយអំណរគឺនៅចំពោះព្រះយេហូវ៉ាត្បិតទ្រង់យាងមកដើម្បីជំនុំជម្រះផែនដីទ្រង់នឹងជំនុំជម្រះលោកីដោយសេចក្តីសុចរិតហើយអស់ទាំងសះដោយសេចក្តីទៀងត្រង់ជំពូកទី99ព្រះយេហូវ៉ាទ្រង់គ្រប់គ្រងត្រូវឲ្យអស់ទាំងសះញាប់ញ័រទ្រង់គង់ពីលើជេរូប៊ីនត្រូវឲ្យផែនដីក៏ក្រើករំពើកចុះព្រះយេហូវ៉ាទ្រង់ធំប្រសើរក្នុងក្រុងស៊ីយ៉ូនទ្រង់ខ្ពស់លើអស់ទាំងបណ្ដាជនចូលឲ្យគេសរសើរដល់ព្រះនាមដ៏ធំហើយគួរស្ងែងខ្លាចរបស់ទ្រង់ចុះត្បិតទ្រង់បរិសុទ្ធឯកម្លាំងនៃមហាក្សត្រនោះក៏ដោយស្រឡាញ់សេចក្តីយុត្តិធម៌គឺទ្រង់ដែលតាំងឲ្យមានសេចក្តីទៀងត្រង់ទ្រង់ក៏សម្រេចតាមសេចក្តីយុត្តិធម៌និងសេចក្តីសុចរិតនៅក្នុងពួកយ៉ាកុបចូលលើកដំកើងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំហើយសូមថ្វាយបង្គំនៅទៀបកំណល់កលព្រះបាទទ្រង់ត្បិតទ្រង់បរិសុទ្ធ
ឯម៉ូសេនិងអឺរ៉ុនក្នុងពួកសង្ឃហើយសាំយូអែលក្នុងពួកអ្នកដែលអំពាវនាវដល់ព្រះនាមទ្រង់គេបានអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាហើយទ្រង់ក៏ទទួលព្រមទ្រង់មានបន្ទូលនឹងអ្នកទាំងនោះនៅក្នុងបង្គោលពពកគេបានរក្សាសេចក្តីបន្ទាល់របស់ទ្រង់ព្រមទាំងក្រឹតវិន័យក្រឹតក្រមដែលទ្រង់ប្រទានឲ្យផងអោព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំអើយទ្រង់បានមានបន្ទូលតបនឹងអ្នកទាំងនោះទ្រង់ជាព្រះដែលអត់ទោសឲ្យគេទោះបើទ្រង់បានធ្វើទោសចំពោះអំពើរបស់គេក៏ដោយចូលលើកដំកើងព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំហើយថ្វាយបង្គំនៅត្រង់ភ្នំបរិសុទ្ធរបស់ទ្រង់ចុះត្បិតព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំទ្រង់បរិសុទ្ធជំពូកទី100ទំនុកសម្រាប់អរព្រះគុណម្នាលបណ្ដាជននៅផែនដីអើយចូលឡើងសំឡេងដោយអំណរថ្វាយព្រះយេហូវ៉ាចូលគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាដោយអរសប្បាយឲ្យចូលមកនៅចំពោះទ្រង់ដោយច្រៀងចម្រៀងចុះត្រូវឲ្យដឹងថាព្រះយេហូវ៉ាទ្រង់ជាព្រះគឺទ្រង់ដែលបានបង្កើតយើងខ្ញុំជារបស់ផងទ្រង់យើងខ្ញុំជារាជរបស់ទ្រង់ហើយជាវងជាមនៅទីគង្វាលរបស់ទ្រង់ចូលនាំគ្នាចូលតាមទ្វារទ្រង់ដោយពោលពាក្យអរព្រះគុណហើយចូលទៅក្នុងទីលានទ្រង់ដោយបទសរសើរចូលអរព្រះគុណដល់ទ្រង់ហើយសរសើរព្រះនាមទ្រង់ចុះពីព្រោះព្រះយេហូវ៉ាទ្រង់ល្អសេចក្តីសប្បុរសនៃទ្រង់ស្ថិតស្ថេរនៅជានិច្ចហើយសេចក្តីស្មោះត្រង់របស់ទ្រង់ក៏នៅអស់ទាំងដំណំមនុស្សតទៅ